នៅក្នុងទីក្រុងមួយដែលស្ងប់ស្ងាត់យើងក៏បានឃើញអាចារ្យរបស់យើងម្នាក់ដែលគាត់ដើរតែឯងលេលើដោយមនុស្សឈួតយ៉ាងឯងដែលគាត់គឺមានឈ្មោះថាអត់តាន់ប្រាប់ទេព្រោះឲ្យក្នុងសាច់រឿងគេអត់តាន់បានប្រាប់ដែលគាត់គឺជាអ្នកតំណាងឲ្យឆ្នាំជ្រូកនិយាយតែអាចារ្យហ្នឹងគឺថាលយខ្លាំងមែនតែនមកគាត់មិនមែនមនុស្សធម្មតានិយាយថាគាត់វាយលយខ្លាំងយ៉ាងឯងមិនជាគ្រួសាររបស់គាត់ឬគាត់ដើម្បីមកតំណាងឲ្យឆ្នាំជ្រូកហើយមិនយូរប៉ុន្មានអាចារ្យយើងក៏គាត់មកដល់ហើយមកដល់ក៏និយាយថា Hello សួស្តីកូនបាញ់ឆ្នាំទាំងអស់គ្នាអូយនិយាយទៅបែកងាងមកចាស់ហ្នឹងដូចនៅរោគចិត្តចឹងសតទៅពេលហ្នឹងអាចារ្យយើងគាត់ក៏បានឃើញសាកសពមួយដែលបានដេកងាប់គឺដាច់ក្បាលនៅតែនឹងតែម្ដងទៅអូនទៅសាយក៏បាននិយាយទៅថាគេអត់ដឹងទេអត់ដឹងកើតអីទេវាសុកវាងងខ្លួនឯងបានធ្វើហងហើយមិនយូរប៉ុន្មានគណៈកម្មការរបស់យើងក៏គាត់បានមកដល់ដែរនិយាយតែឯងនៅលើវេទិកាហ្នឹងចឹងទៅគណៈកម្មការគាត់ក៏បាននិយាយទៅថាឲ្យពួកឯងហ្នឹងយកក្របគុជហ្នឹងម្នាក់មួយទៅអាក្របគុជនៅនឹងចាហ្នឹងណាគណៈកម្មការគាត់បាននិយាយបន្តថាចូលពួកឯងលេបអាក្របគុជហ្នឹងចូលក្នុងពោះទៅដែលធ្វើឲ្យម្នាក់គឺគាត់ថាឆ្ងល់ខ្លាំងមែនតើហ្មងក៏ប៉ុន្តែក៏ចេះតែលេបទៅព្រោះគណៈកម្មការហ្នឹងគឺបានប្រាប់ឲ្យលេបហើយអាចារ្យរបស់យើងក៏បានលេបទៅនិយាយផងអីតាមតែគាត់ហ្នឹងឯងនិយាយទៅចាហ្នឹងនឹងមិនទេគណៈកម្មការរបស់យើងក៏គាត់បានជំទាវទៅថាអាក្របគុជដែលឯងលេបទៅមិញហ្នឹងណាដែលវាមានពេលត្រឹមតែ12ម៉ោងតែប៉ុណ្ណោះទេបើសិនជាអស់ផុត12ម៉ោងហ្នឹងគឺឆ្នាំពុលនឹងស្រៀបចូលរាងកាយរបស់ឯងនឹងធ្វើឲ្យពួកឯងគឺងាប់ទាំងអស់គ្នាតែម្ដងហើយនិយាយពីថាអូនមន់របស់យើងនេះគឺគាត់ភ័យខ្លាំងមែនតើហ្មងព្រោះគាត់អត់ទាន់បានការប្តីបងឆ្កែរបស់យើងក៏បានសួរទៅថាហើយតើពួកយើងត្រូវធ្វើម៉េចទៅបានអាក្របគុជនឹង12គណៈកម្មការក៏គាត់បាននិយាយទៅថាហែងភ្លើទេអីក៏ទៅវះពោះយកនឹងឯងចេះតែមានហ្មងបើលេបចូលក្នុងពោះអស់ហើយហ្នឹងមានតែវះពោះយកណៃកុំល្ងងពេកកាត់មកដល់កាត់សម័យរបស់អាចារ្យយើងទៅសពទៅអ្នកដែលត្រូវមកតំណាងឲ្យឆ្នាំគឺមិនមែនជាអាចារ្យរបស់យើងទេគឺជាបងស្រីរបស់គាត់ដែលធ្វើអាចារ្យយើងគឺគាត់ខឹងខ្លាំងមែនទែនគាត់ខឹងសពទៅគឺគាត់ទេដែលជាអ្នកខ្លាំងក៏ប៉ុន្តែដល់អាប៉ារបស់គាត់កាត់ជំងឺអីវិញទៅឲ្យបងស្រីរបស់គាត់ហើយវាក៏ធ្វើឲ្យអាចារ្យរបស់យើងខ្លាចទៅជាមនុស្សរោគចិត្តបរៀនបងគាត់ឲ្យស្លាប់មនុស្សតែម្ដងនិយាយទៅចាយណាក្រក់មកហើយមិនយូរប៉ុន្មានប្អូនស្រីរបស់គាត់ក៏ខ្លាចទៅជាមនុស្សឈួតហើយក៏បានចាក់ស្លាប់ខ្លួនឯងនៅពេលហ្នឹងទៅចឹងឯងបានអាចារ្យរបស់យើងគឺគាត់អាចមកតំណាងឲ្យឆ្នាំជ្រូកវាគឺជាមូលហេតុគាត់ចូលមកដល់នៅកន្លែងប្រកួតវិញនិយាយថាម្នាក់កំពុងតែស្រឡឹងមកគ្នាហ្មងម្នាក់ដូចចង់ស៊ីសាច់ហត់ឈាមគៀមឆ្អឹងហ្មងទៅស្រាប់តែពេលហ្នឹងអូនឆ្មារបស់យើងក៏បានលើកដៃមកនិងគាត់បាននិយាយថាពួកយើងហ្នឹងគឺមិនបាច់ចាំបាច់ស្លាប់គ្នាទេពួកយើងនឹងផ្សះផ្សាគ្នាទៅជាសន្តិភាពវិញឲ្យធ្វើឲ្យអូនឈប់របស់យើងហ្នឹងគឺគាត់ខឹងខ្លាំងមែនតើហ្មងនិយាយទៅចង់តែខំក្បាលអូនឆ្វារបស់យើងចោលហ្មងតែកន្លែងហ្នឹងក៏មានអ្នកលើកដៃចូលសន្តិភាពដែរគឺជាអូនកណ្ដុររបស់យើងហ្នឹងឯងលើកតែមួយហ្នឹងឯងមើលទៅហើយស្រាប់តែពេលនោះអាគេគឺបានផ្ទុះបឹងតែម្ដងដែលធ្វើឲ្យម្នាក់គឺភ័យភ្នែកសដែរណាខ្លាចងប់មុនប្រកួតចូលមកដល់កន្លែងមួយយើងក៏បានឃើញអាចារ្យរបស់យើងដែលគាត់ឈរតែឯងនឹងឯងស្រាប់តែពេលនោះគាត់ក៏បានលើសំឡេងមួយហើយគាត់ក៏បាននិយាយថាឲ្យចេញមកកុំធ្វើដូចជាឆ្កែរកខំអីចាប់ចេញមកដើម្បីប្រកួតគ្នាមួយស្មើហើយមានអាណាទៀតអូនទន្សាយរបស់យើងនឹងឯងគាត់ក៏បាននិយាយទៅថារកគាត់មានការអីមែនឥឡូវគេមកនេះឃើញគេអាហ្នឹងគេនៅនេះហើយក៏បានដើរចេញមកយ៉ាងលយគឺមានតែលីអូមួយទេតសើហ្មងអាចារ្យរបស់យើងគាត់ក៏មិនសូវចេះសាំដែរគាត់បាននិយាយទៅថាមកឲ្យគ្នាមួយស្មើទៅមិនញ៉ៃច្រើនមួយគាត់ទេហើយអូនទន្សាយរបស់យើងគាត់ក៏បានត្រៀមខ្លួនការវាយដែរតែមិនបាច់មើលភ្នែកទេភ្នែកឡើងក្រហមហ្មងដូចអ្នកជក់ថ្នាំអញ្ចឹងអាចារ្យរបស់យើងគាត់ក៏បានគិតថាគាត់នឹងធ្វើជាបាញ់ខកភ្លើងហើយអស់គ្រាប់ដើម្បីឲ្យអាទន្សាយហ្នឹងមានឱកាសក្នុងការវាយបកគាត់វិញណាក៏ប៉ុន្តែអាចារ្យរបស់យើងហ្នឹងគឺគាត់មានសមត្ថភាពមួយគឺថាបាញ់កំភ្លើងដោយមិនបាច់ចាំប្រើបងទេនិយាយទៅបាញ់អត់ចេះអស់គ្រាប់ហ្មងខកភ្លើងគាត់ហ្នឹងអាចារ្យរបស់យើងគាត់ក៏បានប្រកាសឈ្មោះថាជំរាបសួរចាខ្ញុំមានឈ្មោះថាសេរីនុចតំណាងឲ្យឆ្នាំជ្រូកអូនទន្សាយរបស់យើងក៏គាត់បានប្រកាសឈ្មោះដែរថាគាត់មានឈ្មោះថាដុកឌឺតំណាងឲ្យឆ្នាំទន្សាយហើយពីហ្នឹងក៏បានធ្វើការប្រកួតគ្នាតែមានបានទេអាចារ្យរបស់យើងកំរងនឹងបាញ់គេមានណាដឹងអាងាប់ណាមកចាប់ពីក្រោយទន្សាយយើងចាក់ងាប់បដ ாய் អូចាគាត់ណាស់និយាយទៅគ្មានបានតដៃអីគេមកក្បៀកទេអាកិតឡើងមកវែងឆ្ងាយចុងក្រោយម៉ាន់ទីងាប់របស់គេបាទមានអាចារ្យរបស់យើងគាត់ក៏បានងាកទៅក្រោយចង់ដឹងថាណាគេដែលមកចាប់គាត់នឹងមានអាណាទៀតអាមួយដែលអាទន្សាយរបស់យើងស្លាប់កាលពីកន្លែងគណៈកម្មការហ្នឹងចាស់របស់យើងនិយាយទាំងឌឺនដកនឹងថាតើឯងមានសមត្ថភាពដែលអាចប្រើមនុស្សដែលឯងស្លាប់នឹងមកធ្វើជាកូនចៅបានមែនអូនទន្សាយរបស់យើងក៏បាននិយាយទៅថាហ្នឹងហើយម៉ានអញ្ចឹងម៉ានគាត់ឆ្នៃយប៉ែហ្នឹងមែនកុំល្ងងពេកល្ងងចឹងតើមិនប្រុសចេះបោកក៏ប៉ុន្តែមិនភ័យទេគាត់មិនអោយណាគេមកបោកអាចារ្យឯងទៀតទេគាត់នឹងយកអាចារ្យឯងទៅធ្វើជាប្រពន្ធចុងរបស់គាត់ព្រោះអីអាគាត់ស្លាប់សាមុនហ្នឹងគឺជាប្រពន្ធដើមហើយចាស់នេះគឺជាប្រពន្ធចុងអូយកាំងហើយសាច់រឿងរបស់យើងនៅភាគ1នេះវាក៏ត្រូវបានកាត់ចាប់តែត្រឹមហ្នឹងចាំលងចាំទស្សនាភាគទី2តែមិនដឹងចេញថ្ងៃណាទេចាំមើលពេលមានពេលសិនចាំចេញវីដេអូឲ្យមើល